ខេឥឡូវយើងនៅសល់ភ្នែកម្នាស់ទៀតយើងរកភ្នែកវាហើយចិត្តវាចេញគាត់ចិត្តម្នាស់ដោយស្អាតហើយមិនអស់សាច់ច្រើនគាត់ចំណាយពេលយ៉ាងច្រើនរៀនចិត្តផ្លែម្នាស់ប៉ុន្តែគាត់មិនមែនអ្នកចម្ការទេនៅអាមេរិកគាត់រៀនផ្នែកវិស្វកម្មសំណង់ស៊ីវិល15ឆ្នាំកន្លងផុតទៅដោយសារភរិយាគាត់ធ្វើឲ្យគាត់ចេះប្រើកាំបិតចិត្តផ្លែម្នាស់ពេលថ្ងៃខ្ញុំធ្វើការហើយពេលយប់មកផ្ទះវិញខ្ញុំធ្វើនំម្នាស់ហើយគាត់ចេះតែឆ្ងល់ថាហេតុអ្វីពេលត្រឡប់មកផ្ទះវិញខ្ញុំគិតតែរវល់ក្នុងចង្ក្រាននំម្នាស់នេះពោពេញទៅដោយភាពជូរចត់និងផ្អែមពីព្រោះនំនេះចេញមកពីជីវភាពរួមរស់របស់អ្នកទាំងពីរព្រមទាំងសុបិនរបស់ពួកគាត់ប៉ុន្តែដោយសាររវល់ខ្លាំងពេករីថាមានអារម្មណ៍ថាខូចសុខភាពបន្តិចម្ដងពេលទៅមន្ទីរពេទ្យទើបដឹងថាមានជំងឺមហារីកពោះវៀនធំពេលនោះនាងរងចាំដល់3សប្តាហ៍ទើបទទួលបានដំណឹងវះកាត់ក្នុងពេលនោះគឺជាអំឡុងពេលលំបាកបំផុតពីព្រោះពួកខ្ញុំមិនដឹងសោះថាស្ថានភាពធ្ងន់ធ្ងរដល់កម្រិតណាក្នុងចិត្តព្រួយបារម្ភយ៉ាងខ្លាំងតែទោះយ៉ាងណាត្រូវប្រឈមនៅស្ថានភាពផ្ទាល់ខ្លួនដូច្នេះគាត់ក៏លះបង់ជីវភាពនៅអាមេរិកក៏កំដរភរិយាគាត់មកព្យាបាលជំងឺនៅតៃវ៉ាន់មួយឆ្នាំក្រោយមកជំងឺនេះក៏រីករាលដាលកាន់តែធ្ងន់ធ្ងរជំងឺមហារីកដំណាក់ទី4គឺអាចរស់បានតែ5ឆ្នាំទេគ្មានអ្នកណាអាចធ្វើបានទេតែខ្ញុំសាកល្បងកុំគិតពីជំងឺនេះកុំឲ្យជំងឺនេះមកប៉ះពាល់ដល់អារម្មណ៍នាងក៏អញ្ចឹងដែរនាងធ្វើបានល្អណាស់ក្រោយពីខ្ញុំមានជំងឺមហារីកមកខ្ញុំរស់នៅមួយថ្ងៃទុកដូចជាថ្ងៃចុងក្រោយសម្រាប់ខ្ញុំតាមពិតភាគច្រើនខ្ញុំនៅបរទេសចំពោះឪពុកម្ដាយវិញខ្ញុំមានកំហុសជាច្រើនទៅលើពួកគាត់ពីព្រោះខ្ញុំមិនបានរស់នៅក្បែរគាត់ប៉ុន្តែសំណាងល្អក្រោយពីវះកាត់លើកទី2ហើយក៏អាចទប់ស្កាត់ជំងឺនេះបានជាបន្តឆ្លងកាត់ជំងឺដ៏សាហាវនេះធ្វើឲ្យប្តីប្រពន្ធទាំងពីរនាក់កាន់តែស្រឡាញ់ហើយអោបក្រសោបការរួមរស់ជាមួយគ្នាគ្រប់នីតិនំម្នាស់តូចៗនេះមិនមែនជាឱកាសនៃអាជីពនោះទេវានាំមកនៅជីវិតថ្មីនិងក្តីសង្ឃឹមថ្មីរបស់ពួកគាត់